ជំរាបសួរបងបាទជំរាបសួរបងស្រីចេះបងសូមអធិស្ឋានអញ្ជើញដាក់ដៃចុះនៅបងណាបងអញ្ជើញមកពីស្វីសបាទស្វីសបាទអញ្ជើញមកពីស្វីសហើយបងបាននាំបងស្រីខ្ញុំមកដោយសារគាត់មានជំងឺមួយគឺតិចអត់លឺហ្មងហើយអត់មកជំនាញអត់សោះហ្មងបាទពេទ្យនៅស្វីសគេថាម៉េចបាទគេថាមុននេះយើងពាក់ម៉ាស៊ីន Hurricane ហ្នឹង Hurricane បាទមានថាខាងអត់លឺហ្នឹងគេថា 100% យើងអត់លឺទេបាទគេអត់ពាក់អត់កើតទេបាទហើយបាទខាង 70% លឺហ្នឹងគេអាចធ្វើឲ្យយើងពាក់បាទឥឡូវបងប្អូនណាចាំមើលខ្ញុំជំរាបបងប្អូនឲ្យច្បាស់បងប្រុសគាត់មានប្រសាសន៍ថាប្រពន្ធរបស់គាត់គឺមួយខាងលឺបានតែ 70% ទេហើយមួយខាងទៀតអត់លឺតែម្ដង 100% អញ្ចឹងណោះអត់លឺបង 100% អត់លឺអញ្ចឹងចាំមើលតិចទៀតខ្ញុំជួយសិនណាបងណាខ្ញុំជួយសិនតើបានកម្រិតណាព្រោះគាត់បានតែងក់ក្បាលតាមបងឲ្យតោស្រែកឲ្យខ្លាំងបានតែ70ហ្នឹងលឺឥឡូវចាំខ្ញុំជួយណាចាំខ្ញុំជួយឲ្យលឺមកវិញបាទខ្ញុំតោស្រែកចឹងបងប្អូនតែជាមួយបងប្រុសខ្ញុំអត់ចាំបាច់ស្រែកទេបាទបងប្អូនណាគាត់អត់មានតែមួយមុខទេនិយាយសម្លេងគាត់និយាយអត់ច្បាស់ទេបាទឥឡូវចាំខ្ញុំជួយសិនខ្ញុំមិនហ៊ានអាងមែនតែនេះសំណាងហើយគេដៃនេះសំណាងហ្នឹងចេះអត់ច្បាមលោកគ្រូហើយបើច្បាមលោកគ្រូមិនងាប់បាទហើយចាស់និយាយណាថាតាស្រីច្បាមហើយទោះតែគោលន់បានប្រឡែងហើយខែនេះចុងខែភាសាផងនឹងការប្រឡែងយើងអើយនិយាយលេងខ្លះទៅមែនខ្ញុំឲ្យតាឈោធ្វើកិច្ចការឲ្យស្រីខ្ញុំប្រយ័ត្នណាខ្លាចណាលួលេងតាមដៃមកនៅហ្នឹងបាទច្បាមតាមដៃមកបងចប់ហ្មងយើងបាទហើយតាមដានជាមួយខ្ញុំបន្តទៀតនៅបងស្រីខ្ញុំអញ្ជើញមកពីប្រទេសស្វីសនៅខេត្តអូនៅស៊ូរិកឥឡូវចាំតាមដានមួយខ្ញុំនិយាយខ្សឹបបងប្អូនចាំមើលណាចាំមើលបងប្អូនចាំមើលខ្ញុំខ្សឹបនេះណាចិត្តហ្មងអត់មានទេអត់ទេចិត្តហ្មង7នាក់វ៉ាវមានខ្ញុំសួរថាមានបងប្អូនប្រហែលអ្នកគាត់ថា7នាក់ត្រូវមែនអត់មួយទៀតមានកូន2ត្រូវអត់ត្រូវអស់ហើយហ្នឹងអញ្ចឹងបងឯងជួយចាំណាបងប្អូនគាត់បង្កើត7នាក់បាទ7នាក់តែកូន2ឥឡូវខាងអត់លឺសោះខាងណាខាងឆ្វេងបាទឥឡូវបងប្អូនចាំមើលណាបងប្អូនណា100%អត់លឺហ្មងតោះឥឡូវចាំមើលនេះបងប្អូន7នាក់ចប់បងប្អូនអើយលឺហើយលឺវិញហើយកុំយំលឺហើយសប្បាយចិត្តទៅគឺយើងលឺវិញបាទដាក់ដៃចលឺវិញហើយបងប្អូនអត់លឺសោះបងប្អូនរហូតដល់ទឹកភ្នែកនេះទឹកភ្នែកគាត់ហូរបាទឥឡូវកុំគិតគឺតែរឿងយើងបានជោគជ័យវិញបងប្អូនណាខ្ញុំសុំទោសណាគាត់យ៉ាពីរួយបាទខែង problem ជូនពរសូមឲ្យលឺរហូតបាទអត់ឲ្យសប្បាយចិត្តណាអូឥឡូវបន្តិចទៀតសុំទោសបងប្អូនអត់មានម្ដងអញ្ចឹងហើយទេបងប្អូន3ដងអញ្ចឹងឲ្យគាត់ចាំមកផ្លែតឲ្យគាត់អង្គុយឲ្យគាត់ស្ដាប់គេដើម្បីឲ្យសម្លេងនឹងវាស៊ាំមកវិញសិនបាន10នាទីទៀតខ្ញុំទៅម្ដងទៀតអញ្ចឹងរឿងមួយទៀតចាំបាច់មែនតើបងស្រីខ្ញុំមានរឿងបេះដូងមិនអញ្ចឹងបងបេះដូងមិនអញ្ចឹងណាបាទបេះដូងទៀតហើយពេញផ្កាបានទេឥឡូវខ្ញុំធ្វើរួចហើយតាំងពីនេះមកខ្ញុំជួយគាត់រួចហើយពីលើក្រែហ្នឹងរហូតមកដល់មួយនេះឥឡូវយើងសួរគាត់ទាំងអស់គ្នាចាំហើយមែនអូនស្រីសុំទោសខ្ញុំភ្លេចរឿងសួរបេះដូងនេះមិនអាចបេះដូងស្រាលណាបាទប៉ុន្តែឥឡូវស្រាលទេឃើញទេបងប្អូនឃើញទេជោគជ័យវិញមានន័យថាបេះដូងគាត់តែគេងផ្កាបានយូរឯង
ហើយត្រូវផ្អៀងតែអត់ផ្អៀងវាថប់ទាំងហើយឥឡូវគាត់ថាបានមកសន្ទុះធំអត់អីទេក៏ប៉ុន្តែពួកខ្ញុំនៅតាមមិនទាន់សម្រាប់កិច្ចការហ្នឹងដែរខ្ញុំធ្វើជូនគាត់បន្តទៅទៀតហើយបាទសូមអរគុណបាទបងប្អូនណាឥឡូវនេះវគ្គចុងក្រោយបានមកដល់ហើយគេហៅថា final ឥឡូវនេះចំណែកឯតិចខាងស្ដាំនេះគឺវាលឺបានតែ 70% ទេកន្លងមកណោះពេទ្យគាត់បានមានប្រសាសន៍អញ្ចឹងតែឥឡូវនេះយើងនិយាយតាមតិចអញ្ចឹងជាមួយខ្ញុំនិយាយតិចអញ្ចឹងណាមិនបាច់ចាំនេះទេអញ្ជើញទៅនៅប្រទេសស្វីអាយុប្រហែលអាយុ12ឆ្នាំបងប្អូនស្ដាប់ឮអត់នេះធម្មតាហ្មងអញ្ចឹងមានន័យថាវាមកយើងនិយាយថាគុំថា 100% ណាយើងថា 90% អូននេះគាត់មានភាសាថាមុនអត់ឮតែហ្មងឥឡូវបានមកវិញហើយតែវាមិនបាន 100% ទេអាតិចដែលអត់ឮសោះហ្នឹងខ្ញុំញុកតិចនេះអាចិត្តហេបងប្អូនមុនញុកក៏អត់ឮដែរឥឡូវចាំមើលនេះបងប្អូនណាខ្ញុំខ្សឹបមួយគាត់ឥឡូវខ្ញុំនិយាយឲ្យឆ្ងាយកន្លះម៉ែត្រទេនេះកន្លះម៉ែត្របងអូនស្រីអញ្ជើញទៅនៅប្រទេសស្វីហ្នឹងអាយុប្រហែលគឺយើងមិនទាន់ឆ្លើយចប់សួរចប់ហ្នឹងគាត់ឆ្លើយអីហ្នឹងគាត់ថាអាយុ12ឥឡូវមិនឃើញទេជីបងប្អូនអើយឮវិញទាំងអស់អរគុណច្រើនទៅបាទខ្ញុំសប្បាយចិត្តណាស់បាទអូយទឹកភ្នែកទឹកសបោអញ្ចឹងណាចុះអូសប្បាយចិត្តនោះយើងអត់ឮយូរឆ្នាំហើយបើនិយាយចឹងអត់ឮហ្នឹងប្រហែលឆ្នាំហើយខ្ញុំតាំងពីទឹកគ្រាមកពូអូតាំងពីសង្គ្រាមមកតាំងពីកើតមកនោះបាទខ្ញុំចាំមកខ្ញុំគាត់បែរខ្ញុំតាំងពីខ្ញុំអាយុប្រហែលមួយខែបាទគ្របតាំងពីហ្នឹងបងប្អូនអើយឃើញស្រាប់ហើយមិនមែនចេះថាទេណាគឺជំងឺនេះតាំងពីគាត់នៅទូចអត់ឮតិចមួយខាងហ្នឹងម្ដាយខ្ញុំក៏ថ្លង់ដោយសារ3គាត់ហើយម្ដាយគាត់ក៏ថ្លង់ដោយសារ3គាត់ដែរសម័យសង្គ្រាមហើយគាត់ណែតិចមួយខាងនេះបានតែ 70% ទេពេទ្យគេនិយាយហើយមែនតតស្រែកបានគាត់ឮគាត់និយាយចឹងតែចំណែកខាងនេះគឺ0ឥឡូវអត់មាន0ទេណាបងប្អូនណាអត់0ទេណាឮមកវិញទាំងអស់ហើយគាត់គាត់ទឹកភ្នែកហូររហូតបាទអរគុណបងស្រីអញ្ជើញនេះដាក់ដៃចោលមិនបាច់បារម្ភទេទៅយើងជីហើយណោះយើងជីហើយតែប៉ុណ្ណេះគឺពេលអាហ្វិកវិញហើយយ៉ាពេលអាហ្វិកហើយមិនបាច់បារម្ភទៀតទេឈប់យំជីហើយតែចិត្តពេកឥឡូវទៅអីទេជីតាជីតាកូនយាយអីគេសាច់អីខ្ញុំគួរមើលទៅមុខមើលទៅមាត់គេទៅមិនថាមើលអូមានន័យថានៅពេលដែលគេនិយាយអីគឺយើងស្ដាប់អត់បានទេបាទស្ដាប់បានទេតែឥឡូវយើងមើលតែមាត់គេនិយាយទេឥឡូវអត់មានមើលមាត់ទៀតទេបាយកម្លាញ់ប្អូនស្រីខ្ញុំជាវិញហើយបាទជំរាបលាណាបងស្រីណាបាទជូនពរឲ្យលឺធម្មតាហើយឲ្យកកនិយាយច្បាស់មកអញ្ចឹងវិញណាបាទជំរាបលាបាទលោកគ្រូដៃស័ក្តិសិទ្ធិសូមជូនពរឲ្យអ្នកជំងឺខ្ញុំទាំងអស់ដែលបានអញ្ជើញមកឲ្យលោកគ្រូជួយសម្រួលសរសៃជូននេះក៏សូមឲ្យបានជាសះស្បើយគ្រប់គ្នាជុំរាបលា